នួនសំណុំរឿងដែលមជ្ឈមណ្ឌលយើងទទួលយកដោះស្រាយនេះគឺមានការកើនឡើងមកដល់ពេលបច្ចុប្បន្ននេះគឺយើងបានទទួលសំណុំរឿងចំនួន29ហើយបើយើងនិយាយអំពីទំហំនៃទឹកប្រាក់វិវាទវិញគឺយើងមានលើសអំពី86លានដុល្លារសហរដ្ឋអាមេរិកទីមួយខ្ញុំសូមធ្វើការអនុញ្ញាតបញ្យល់អំពីយន្តការការដោះស្រាយវិវាទក្រៅពន្ធតុលាការដែលផ្ដល់ដោយមជ្ឈមណ្ឌលយើងខ្ញុំមជ្ឈត្តការគឺជាទម្រង់នៃការដោះស្រាយវិវាទក្រៅពន្ធតុលាការដែលអនុញ្ញាតឲ្យគូភាគីធ្វើការជ្រើសរើសបុគ្គលម្នាក់ដែលគេហៅថាមជ្ឈត្តករហ្នឹងធ្វើការសម្រេចសេចក្តីលើរឿងវិវាទពាណិជ្ជកម្មរបស់ខ្លួនហើយការដោះស្រាយវិវាទក្រៅពន្ធតុលាការនេះគឺវាមានអត្ថប្រយោជន៍ចំពោះគូភាគីជាច្រើនឧទាហរណ៍ភាពបត់បែននៃនីតិវិធីលទ្ធភាពដែលភាគីអាចធ្វើការកំណត់អំពីគុណសម្បត្តិគុណវុឌ្ឍរបស់អ្នកកាត់សេចក្តីនេះគេហៅថាមជ្ឈត្តករហើយលក្ខណៈពិសេសមួយចំនួនមួយទៀតគឺយើងអាចធ្វើជាភាសាដែលគូភាគីឯកភាពអ្វីដែលសំខាន់បំផុតជាងនេះទៀតគឺសេចក្តីសម្រេចដែលចេញដោយមជ្ឈមណ្ឌលរបស់យើងនេះគឺអាចយកទៅអនុវត្តនៅ160ប្រទេសជាង160ប្រទេសដទៃទៀតដោយយើងផ្អែកទៅលើទីញ្ញាទីក្រុងញូវយ៉កដែលប្រទេសកម្ពុជាជាភាគីហត្ថលេខីផងដែរពាក់ព័ន្ធទៅនឹងសមិទ្ធផលក្នុងរយៈពេល3ឆ្នាំនេះគឺខ្ញុំគិតថាមជ្ឈមណ្ឌលរបស់យើងគឺបានធ្វើការដំណើរវិវត្តយ៉ាងវែងឆ្ងាយក្នុងរយៈពេល3ឆ្នាំនេះទីមួយខ្ញុំសូមជម្រាបថាចំនួនសំណុំរឿងដែលមជ្ឈមណ្ឌលយើងទទួលយកដោះស្រាយនេះគឺមានការកើនឡើងមកដល់ពេលបច្ចុប្បន្ននេះគឺយើងបានទទួលសំណុំរឿងចំនួន29ហើយដែលសំណុំរឿងហ្នឹងគឺមានការពាក់ព័ន្ធទៅនឹងភាគីវិវាទចំនួន70គូភាគីដែលមកពីប្រទេសយុត្តាធិការចំនួន7ខុសពីគ្នាហើយបើយើងនិយាយអំពីទំហំនៃទឹកប្រាក់វិវាទវិញគឺយើងមានលើសអំពី86លានដុល្លារសហរដ្ឋអាមេរិកដូច្នេះខ្ញុំគិតថាស្ថិតិនេះអាចបង្ហាញអំពីការកំណើននៃការទុកចិត្តរបស់អ្នកប្រើប្រាស់ក៏ដូចជាភាគីដែលពាក់ព័ន្ធមកលើស្ថាប័នរបស់យើងខ្ញុំក៏សូមជាឱកាសនេះលើកផងដែរថាសេចក្តីសម្រេចរបស់យើងមកដល់ពេលថ្ងៃនេះគឺមិនទាន់មានសេចក្តីសម្រេចមួយណាដែលត្រូវបានបដិសេធឬក៏មិនយល់ព្រមអនុវត្តដោយតុលាការមានសមត្ថកិច្ចទេហើយលើសពីនេះទៅទៀតគឺយើងមានសេចក្តីសម្រេចមួយរបស់យើងដែលសូមយកទៅអនុវត្តនៅប្រទេសសិង្ហបុរីត្រូវបានតុលាការជាន់ខ្ពស់របស់សហរដ្ឋអាមេរិកទទួលស្គាល់រួចហើយនេះជាទស្សនវិជ្ជាទី1ទូនាទីស្នូលរបស់មជ្ឈមណ្ឌលទី2គឺយើងបានធ្វើការបន្តបណ្ដាលពង្រីកសហគមន៍ទាំងអ្នកកាត់សេចក្តីដែលយើងហៅថាជាមជ្ឈត្តករហ្នឹងក៏យើងបានពង្រីកទៅដល់អ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យមជ្ឈត្តការផងដែរមានន័យថាជាអ្នកការពារនៅក្នុងដំណើរការនីតិវិធីនេះហើយយើងបានពង្រឹងការយល់ដឹងនេះទៅដល់សហគមន៍ទូលាយជាងនឹងទៀតគឺមានន័យថាដល់និស្សិតច្បាប់ដែលមានចង់ចាប់អាជីពធ្វើវិស័យនេះគឺបានមានលក្ខណៈទូលំទូលាយហើយយើងបើយើងសរុបទៅគឺថាក្នុងរយៈពេលប្រហែលឆ្នាំចុងក្រោយនេះគឺយើងបានផ្ដល់ការបណ្ដុះបណ្ដាលហ្នឹងគឺចែករំលែកបទពិសោធន៍ហ្នឹងទៅដល់មនុស្សជាង 2000 នាក់ដែលចូលរួមកម្មវិធីរបស់យើងចំណុចទី3ខ្ញុំគិតថាវឌ្ឍនភាពដែលគួរឲ្យកត់សម្គាល់ផងដែរគឺហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងរូបរចនាសម្ព័ន្ធទុនមិនថារូបវន្តមានន័យថាយើងបាន modernize ធ្វើឲ្យ
ហើយថារចនាសម្ព័ន្ធទីកន្លែងដែលយើងប្រើប្រាស់សម្រាប់កាត់សេចក្តីក៏ដូចជាសម្រាប់បម្រើដល់អ្នកប្រើប្រាស់គឺមានលក្ខណៈទំនើបជាងមុនប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីឲ្យអ្នកប្រើប្រាស់មានភាពងាយស្រួលហើយមានទំនុកចិត្តទី2តាក់ទងហេដ្ឋារចនាសម្ព័ន្ធទុនគឺយើងបានធ្វើទំនើបកម្ម modernization ទៅលើវិធានរបស់យើងពីព្រោះគេឈ្មោះរបស់ស្ថាប័នមជ្ឈមណ្ឌលមួយមជ្ឈត្តការមួយហ្នឹងគឺអាស្រ័យទៅនឹងគុណភាពនៃវិធានរបស់ខ្លួនដែរអញ្ចឹងជាទូទៅវិធានមជ្ឈមណ្ឌលនីមួយៗគាត់រៀងរាល់ 2-3 ឆ្នាំគាត់ធ្វើទំនើបកម្មទៅលើវិធានរបស់ខ្លួនហើយយើងនៅក្នុងអាណត្តិរបស់ខ្ញុំនេះគឺយើងបានធ្វើharmonization យកការអនុវត្តដែលគេហៅថា best practices នៅយុត្តាធិការដទៃទៀតហ្នឹងដែលនេះគឺយកមកដាក់ចូលនៅក្នុងវិធានរបស់យើងដែរឧទាហរណ៍ថាឥឡូវនេះគឺយើងមានទម្រង់មួយគេហៅថានីតិវិធីពន្លឿនមានន័យថាភាគីអាចព្រមព្រៀងគ្នាក្នុងលក្ខខណ្ឌប្រភេទនៃទំហំនៃវិវាទប្រភេទមួយចំនួនគឺយើងអាចធ្វើឲ្យគាត់យើងអាចកាត់សេចក្តីហើយផ្ដល់សេចក្តីសម្រេចឲ្យគាត់ហ្នឹងគឺមិនឲ្យហួសពីរយៈពេល270ថ្ងៃប្រតិទិនដែលជាការធានាមួយដល់គូភាគីថាគាត់មានសេចក្តីសម្រេចក្នុងរយៈពេលមួយមិនយូរពេកនេះជាឧទាហរណ៍មួយទំនើបកម្មនេះបន្តមកទៀតគឺយើងធ្វើការផ្ទុយផ្ដើមគំនិតថ្មីលើសកម្មភាពថ្មីមួយចំនួនឧទាហរណ៍ថាថ្មីនេះគឺយើងបានចាប់ផ្ដើមយន្តការដើម្បីធ្វើការបន្តបណ្ដាលនិងឈានចូលទៅដល់ការចាប់ផ្ដើមផ្ដល់សេវាសន្តានកម្មហ្នឹងគឺ mediations បានថាជាសេវាមួយទៀតដោះស្រាយក្រៅប្រព័ន្ធតុលាការដែរដែលវានឹងបំពេញបន្ថែមទៅលើការដោះស្រាយវិវាទតាមបែបមជ្ឈត្តការនេះការផ្ទុយផ្ដើមគំនិតថ្មីមួយទៀតដែរគឺយើងធ្វើការបង្កើតជាវគ្គប្រកួតប្រជែងមជ្ឈត្តការប្រឌិតដែលយើងលើកទី1កន្លងមកអ្នកដែលចាប់អារម្មណ៍អំពីការចូលរួមប្រកួតនេះគឺគេច្រើនតែប្រកួតប្រើវិធានរបស់មជ្ឈមណ្ឌលដទៃទៀតនៅឯបរទេសតែយើងបង្កើតការប្រកួតប្រជែងនេះគឺដោយប្រើប្រាស់វិធានរបស់ Mojomo ដែលជាវិធានថ្មីហ្នឹងហើយយើងឲ្យប្រើប្រាស់ជាភាសាខ្មែរអញ្ចឹងគឺការធ្វើនេះវានឹងជំរុញឲ្យការយល់ដឹងពីមជ្ឈដ្ឋានតែពាក់ព័ន្ធទៅលើវិស័យហ្នឹងហើយយើងរំពឹងថានឹងមានអ្នកដែលមានការចាប់អារម្មណ៍ក្នុងវិស័យមជ្ឈត្តការនេះបាទខ្ញុំគិតថាមជ្ឈមណ្ឌលរបស់យើងនឹងមិនទៅជំនួសមជ្ឈមណ្ឌលអន្តរជាតិនោះទេក៏ប៉ុន្តែខ្ញុំយល់ឃើញថាមជ្ឈមណ្ឌលរបស់យើងនឹងគឺមានគុណសម្បត្តិប្រកួតប្រជែងបានន័យថា comparative advantage ហ្នឹងមួយចំនួនទី1ខ្ញុំគិតថាបើសិនជាភាគីបានចុះកិច្ចព្រមព្រៀងជាមួយគ្នាដោយជ្រើសរើសយកច្បាប់កម្ពុជាជាច្បាប់អនុវត្តចំពោះកិច្ចសន្យារបស់ខ្លួនហើយខ្លួនចង់បានអ្នកជំនាញក្នុងច្បាប់ខ្មែរធ្វើជាអ្នកកាត់សេចក្តីយើងគិតថាមជ្ឈមណ្ឌលយើងជាមជ្ឈមណ្ឌលតែមួយគត់ដែលមានអ្នកជំនាញច្បាប់កម្ពុជាច្រើនជាងគេព្រោះនៅបរទេសគេអត់មានទេនេះអាចជាមូលហេតុទី1មូលហេតុទី2នៅក្នុងប្រភេទរឿងក្តីខ្លះឧទាហរណ៍ថារឿងក្តីដែលមានភ័ស្តុតាងជាភាសាខេមរៈភាសាច្រើនដែលវាមិនមានជាភាពងាយស្រួលក្នុងការប្រើប្រាស់រឿងក្តីហ្នឹងដំណើរការនីតិវិធីដោយប្រើប្រាស់ភាសាបរទេសទេអញ្ចឹងក្នុងករណីហ្នឹងភាគីអាចគិតថាមជ្ឈមណ្ឌលរបស់យើងមានលក្ខណៈប្រសើរជាងក្នុងការកាត់ស្តីរបស់គាត់ទី3បើសិនជាភាគីហ្នឹងមានបំណងចង់ប្រើប្រាស់ភាសាខ្មែរ
ក្នុងការកាត់សេចក្តីគឺកាលណាគាត់ទៅមជ្ឈមណ្ឌលអន្តរជាតិគឺគាត់មិនអាចកាត់បានទេមូលហេតុចុងក្រោយខ្ញុំគិតថាសំខាន់ដែរគឺបើយើងគិតអំពីថ្លៃចំណាយថ្លៃសេវាដែលមជ្ឈមណ្ឌលយើងកំណត់យកគឺមានលក្ខណៈសមរម្យហើយយើងអាចថាសមរម្យជាងបើយើងប្រៀបធៀបជាមួយមជ្ឈមណ្ឌលនៅបរទេសហើយតែកត្តានេះក៏ជាកត្តាសំខាន់ដែរពីព្រោះនៅពេលដែលយើងដោះស្រាយវិវាទដែលយើងចំណាយលុយកាក់ច្រើនពេកហួសហេតុវាធ្វើឲ្យការដោះស្រាយវិវាទនោះអត់មានប្រសិទ្ធភាពទេចំណុចដែលសំខាន់បំផុតគឺទោះគេទៅបរទេសឬក៏គេកាត់សេចក្តីនៅមជ្ឈមណ្ឌលរបស់យើងសេចក្តីសម្រេចរបស់មជ្ឈមណ្ឌលរបស់យើងនឹងអាចយកអនុវត្តនៅក្នុង160ប្រទេសដូចសេចក្តីសម្រេចដែលកាត់នៅបរទេសដែរទាំងនេះហើយគឺជាចំណុចពិសេសមួយចំនួនដែលខ្ញុំយល់ឃើញថាអ្នកប្រើប្រាស់អាចពិចារណាមជ្ឈមណ្ឌលរបស់យើងជាជាងទៅមជ្ឈមណ្ឌលនៅបរទេសបាទខ្ញុំមានសុទ្ធិធិនិយមខ្ពស់ចំពោះអនាគតនៃវិស័យមជ្ឈត្តការនៅកម្ពុជាជាងពីនេះទៅទៀតខ្ញុំជឿជាក់ថាមជ្ឈមណ្ឌលរបស់យើងអាចថាជាផ្ដល់ជាគំរូទៅដល់អនាគតសម្រាប់ប្រទេសកម្ពុជាយើងអាចបង្ហាញថាយើងជាស្ថាប័នដែលដំណើរការតាមស្តង់ដារខ្ពស់យើងអាចបំពេញវិជ្ជាជីវៈដោយឯករាជ្យមានសមត្ថភាពខ្ពស់ផ្ដល់សេវាប្រកបដោយតម្លាភាពយើងមានការតាំងចិត្តខ្លាំងក្នុងការពង្រឹងនិងធ្វើឲ្យប្រសើរឡើងនៅសេវារបស់យើងចំពោះសមាជិកក៏ដូចជាសមាជិករបស់អ្នកប្រើប្រាស់ហើយជាសំខាន់ទៅទៀតគឺយើងគឺជាតួអង្គដ៏សំខាន់ក្នុងការដោះស្រាយវិវាទការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជាដែលនឹងជួយជំរុញឲ្យបរិស្ថានវិនិយោគពាណិជ្ជកម្មវិនិយោគនៅប្រទេសកម្ពុជាកាន់តែប្រសើរឡើងហើយខ្ញុំសង្ឃឹមជឿថាសហគមន៍របស់យើងក៏ដូចជាភាគីដែលពាក់ព័ន្ធទាំងអស់នឹងរួមគ្នាជំរុញបន្តរួមគ្នាដើម្បីបុព្វហេតុដ៏សំខាន់នេះបាទ